កម្មវិធីដោះស្រាយវិបត្តិស្នេហ៍បានវិលមកជួបប្រិយមិត្តសាជាថ្មីដោយសមម្ដងហើយកម្មវិធីនេះបានទទួលការឧបត្ថម្ភពីវិទ្យាស្ថានសេដ្ឋសាស្ត្រនិងតណ្ហាសាស្ត្រនៃទីក្រុងឡងពេជ្របាទសម្រាប់វាគ្មិនដែលជួយបកស្រាយគឺលោកគ្រូមហាបរិញ្ញាសៀកុកហើយខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីគឺឈ្មោះបណ្ណៈបាទហើយប្រិយមិត្តអាចចូលរួមតាមរយៈទូរស័ព្ទលេខ012កតាប់កមុំកចាស់ហើយនឹងខែអាប់ហើយនឹង015ក្រែ4ហើយនឹងខែ7បាទនេះយើងហើយសូមអនុញ្ញាតស្វាគមន៍អាឡូជំរាបសួរអាឡូជំរាបសួរបាទសូមស្គាល់ឈ្មោះផងឈ្មោះបណ្ណាមកពីខាងណាមកពីភ្នំពេញបាទហើយរាត្រីនេះមានវិបត្តិអីដែរដើម្បីឲ្យលោកសៀកុកជួយដោះស្រាយបាទមានធំហ៎អ៊ំបណ្ណាបាទនេះមានវិបត្តិសោកស្ញាញ់ទៀតលោកសៀកុកអីគិតមើលណាបាទយ៉ាងមិនដែរបងអូនមានវិបត្តិអីដែរឬក៏មានបញ្ហាអីដែរអាចនិយាយមកក្នុងកម្មវិធីយើងហើយយើងនឹងរកវិធីដើម្បីជួយផ្ដល់ជាយោបល់ដល់បងអូនបាទកុំភ័យខ្លាចអីណាបណ្ណាវិបត្តិរបស់ខ្ញុំនឹងសូមនិយាយណាបាទសូមអញ្ជើញគឺខ្ញុំបានស្រឡាញ់គេម្នាក់ហើយក៏មកទៅពួកយើងបានស្គាល់គ្នាឲ្យបានស្រឡាញ់មានណាស្រឡាញ់ស្គាល់គ្នាទេណែលោកសុគីទេបាទច្រាស់ទៅច្រាស់ក៏ច្រាស់ហើយជាបណ្ណាចូលចិត្តច្រាស់ហើយបាទចាតែហ្នឹងគេរត់ចោលអូបច្រាស់គេរត់ចោលហ៎បាទឥឡូវសូមបន្តបញ្ហារបស់បងអូនតទៅទៀតដើម្បីជាសមត្ថកម្មដើម្បីខ្ញុំអាចសន្និដ្ឋានបាទមានឱកាសឲ្យយើងនិយាយទៅគាត់គឺជាសាស្ត្រាចារ្យផងបាទសូមអញ្ជើញហ្នឹងហើយពួកយើងគឺជួបគ្នាដោយចៃដន្យគឺរៀនមួយគ្នាបាទហើយមុនដំបូងខ្ញុំមកចាប់អារម្មណ៍នេះគេជាអ្នកចាប់ផ្ដើមមុនគេចាប់ផ្ដើមមិនដែរបាទប្រាប់ឲ្យច្បាស់គេចាប់ផ្ដើមតាក់ទងចិត្តស្និទ្ធអីមួយយើងអញ្ចឹងណាបាទមានដែរបានធ្វើមកខ្សឹលអីអត់ផងបាទចឹងហើយពេលនោះខ្ញុំសុំទោសលោកអណៈសំខាន់បន្តិចពេលនោះថ្នាក់ទីប្រមាណដែរឬក៏រៀននៅមហាវិទ្យាល័យបាទមហាវិទ្យាល័យបាទអញ្ជើញបន្តដំណើររឿងរបស់បងអូនតទៅទៀតស្អីទៅជាបញ្ហាបាទស្អីជាបញ្ហាបាទសូមបញ្ហាគេរត់ចោលមិនបានធ្វើអីបានដឹងថាគេរត់ចោលគេឈប់តាក់ទងមកយើងសុំសួរបន្តទៅទៀតបាទបកក្រោយមកវិញបន្តិចថាពេលវេលាប្រហែលឆ្នាំដែរដែលអ្នកទាំងពីរស្គាល់គ្នារាប់អានគ្នាហើយបានសាងអនុស្សាវរីយ៍អីខ្លះបាទ6 ខែហើយយើងបានសាងអនុស្សាវរីយ៍អីខ្លះដែរទៅញ៉ាំអីមួយគ្នាប៉ុណ្ណឹងប៉ុន្តែយ៉ាងណាមិនបានធ្វើឲ្យជ្រួសខុសនឹងប្រពៃណីទេមែនទេក៏បើគេមិនបានធ្វើមកខ្សែផងលោកសុខាគិតមើលខ្ញុំឆ្ងល់អាប្រុសហ្នឹងគួតទេមកបាទគិតចឹងអត់ចឹងបាទអញ្ចឹងអ្វីដែលបងអូនចង់ឲ្យកម្មវិធីយើងជួយបាទខ្ញុំក៏ចង់ដឹងថាហេតុអីក៏មនុស្សខុសចិត្តអញ្ចឹងបាទហើយ